điệp sốគ្រូញឈ្មោះឆេងឆៃណាមកក្រុម IQ5 ហើយថ្ងៃនេះខ្ញុំនឹងមកនិយាយពី output ចឹងសម្រាប់ចំណុចដំបូងគឺយើងធ្វើអំពី list all in etc to IQ5.txt ចឹងយើងត្រូវប្រើ command sudo ls/etc ហើយសញ្ញាធំជាង IQ5.txt ហើយបន្ទាប់មកយើងវាយ command cat IQ5.txt មកដើម្បីយើងសូ file IQ5 ហ្នឹងហើយបន្ទាប់មកយើងធ្វើការ add more to IQ5.txt ហ្នឹង2ដងទៀតអញ្ចឹងយើងវាយ command ls etc សញ្ញាធំជាងហើយ IQ5.txt ដោយសារតែនេះ error សារផ្លេចដាក់ slash វាចឹងវាយ command ដងទៀតយើងដាក់ ls/etc សញ្ញាធំជាងហៅថា redirection ហ្នឹងហើយ IQ5.txt ហើយយើងវាយ command នឹងដងទៀតតទៅយើងបានវាយ command នឹង2ដងហើយយើងមកប្រើ command cat ម្ដងដើម្បីសូមើល file IQ5.txt ហ្នឹងម្ដងទៀតឥឡូវយើងបានសូហើយអញ្ចឹងសម្រាប់ការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងលោកគ្រូអរគុណ